េត្តពោធិ៍សាត់ស្ថិតនៅទិសពីយប់នៃព្រះរាជាណាចក្រកម្ពុជាមានចម្ងាយ186គីឡូម៉ែត្រពីរាជធានីភ្នំពេញតាមបណ្ដោយផ្លូវជាតិលេខ5ដែលមានព្រំប្រទល់ខាងកើតជាប់នឹងខេត្តកំពង់ឆ្នាំងកំពង់ស្ពឺខាងលិចជាប់នឹងខេត្តបាត់ដំបងខេត្តត្រាតប្រទេសថៃខាងជើងជាប់នឹងបឹងទន្លេសាបខាងត្បូងជាប់នឹងខេត្តកោះកុងដោយមានផ្ទៃដីសរុបចំនួន 12592 គីឡូម៉ែត្រការ៉េប្រជាពលរដ្ឋចំនួន 435,001 នាក់ខេត្តពោធិ៍សាត់សម្បូរទៅដោយធនធានធម្មជាតិទាំងលើនិងក្រោមដីដូចជាព្រៃឈើថ្មកែវត្រីទឹកសាបរ៉ែក្រោមដីផ្សេងៗមួយចំនួនធំទៀតផ្អែកលើលក្ខណៈសម្បត្តិភូមិសាស្ត្រជួរភ្នំខ្ពង់រាបនិងវាលទំនាបនេះបានធ្វើឲ្យខេត្តពោធិ៍សាត់មានសក្តានុពលដ៏ធំផ្ដោតទៅលើវិស័យសំខាន់ទ្រទ្រង់សេដ្ឋកិច្ចនោះគឺកសិកម្មផលិតស្រូវនាំចេញរួមផ្សំដំណាំផ្លែឈើជាច្រើនមុខពិសេសដំណាំក្រូចពោធិ៍សាត់រសជាតិឆ្ងាញ់ល្បីល្បាញទូទាំងប្រទេសរមណីយដ្ឋានទេសចរធម្មជាតិវប្បធម៌ស្រស់ត្រកាលនិងជម្រកសត្វព្រៃគ្រប់ប្រភេទបានទាក់ទាញស្រូបយកភ្ញៀវទេសចរប្រមាណ 30,000 នាក់ក្នុងមួយឆ្នាំវិស័យឧស្សាហកម្មខេត្តពោធិ៍សាត់មានសក្តានុពលដ៏ធំអស្ចារ្យសម្រាប់បម្រើឲ្យប្រជាពលរដ្ឋទូទៅនោះគឺថាមពលវារីអគ្គិសនីកម្លាំង120មីកាវ៉ាត់ដ៏ធំលើសលប់ពីសេចក្តីត្រូវការហើយបាននាំចេញទៅបណ្ដាខេត្តដទៃទៀតនេះជាកាលានុវត្តភាពដ៏ថ្មីមួយដែលបានបង្ហាញថាមពលរបស់ខ្លួននៅពេលដ៏ខ្លីខាងមុខនេះដោយមានផ្ទៃដីសរុបស្មើនឹង 1,269,200 ហិកតានិងប្រជាពលរដ្ឋ 435,001 នាក់ខេត្តពោធិ៍សាត់មានរចនាសម្ព័ន្ធរដ្ឋបាលគឺក្រុមប្រឹក្សាខេត្តគណៈអភិបាលខេត្តក្រុមប្រឹក្សាស្រុកក្រុងគណៈអភិបាលស្រុកក្រុងក្រុមប្រឹក្សាឃុំសង្កាត់ប្រធានភូមិអមដោយបណ្ដាមន្ទីរជំនាញទៀតហើយចែកចែងជា5ស្រុកនិងក្រុងមួយក្នុងនោះគឺស្រុកបាកានមាន10ឃុំស្រុកកណ្ដៀងមាន9ឃុំស្រុកក្រគរមាន11ឃុំស្រុកភ្នំក្រវាញមាន7ឃុំស្រុកវាវែងមាន5ឃុំនិងក្រុងពោធិ៍សាត់មាន7សង្កាត់សរុបទូទាំងខេត្តមាន42ឃុំ7សង្កាត់និង501ភូមិក្នុងចំណោមស្រុកក្រុងទាំងនេះបាកានគឺជាស្រុកមួយដែលមានផ្ទៃដីកសិកម្មទូលាយមានលទ្ធភាពបង្កបង្កើនផលទាំងប្រាំងនិងវស្សាបានច្រើនជាងគេផ្ដើមចេញពីស្ថានភាពដីខេត្តពោធិ៍សាត់បានចែកចេញជាតំបន់នៃសក្តានុពលប្រភពធនធានធម្មជាតិជា4តំបន់នោះគឺទំនាបកណ្ដាលមានផ្ទៃដី 128,951 ហិកតាជាតំបន់មានប្រជាពលរដ្ឋរស់នៅច្រើនប្រកបរបរកសិកម្មសិប្បកម្មពាណិជ្ជកម្មនិងសេវាកម្មផ្សេងៗតំបន់ខ្ពង់រាបមានផ្ទៃដី 159,158 ហិកតាជាតំបន់ព្រៃរបោះឬព្រៃសម្បត្តិរបស់រដ្ឋសម្រាប់ការវិនិយោគដាំដំណាំកសិឧស្សាហកម្មធំតំបន់ព្រៃភ្នំមានផ្ទៃដី 856,456 ហិកតាជាតំបន់សម្បូរទៅដោយព្រៃឈើផលអនុផលព្រៃឈើរុក្ខជាតិផ្សំជាឱសថបុរាណសម្បូរថ្មកែវរ៉ែនិងជាជម្រកសត្វព្រៃគ្រប់ប្រភេទតំបន់បឹងទន្លេសាបមានផ្ទៃដី 124,635 ហិកតាស្មើនឹង 9.82% នៃផ្ទៃដីរួមជាតំបន់សម្បូរទៅដោយធនធានធម្មជាតិនិងជីវៈចម្រុះគ្រប់ប្រភេទបឹងស៊ីទេប្រជាពលរដ្ឋ35នាក់ក្នុង1គីឡូម៉ែត្រការ៉េចំនួនប្រជាពលរដ្ឋរួមប៉ាន់ស្មានឆ្នាំ 2012 517,000 នាក់ក្នុងនោះចំនួនគ្រួសារ87,422 គ្រួសារកសិកម្មជាវិស័យដ៏សំខាន់និងលេចធ្លោក្នុងខេត្តដែលបច្ចុប្បន្ននេះផ្ទៃដីធ្វើស្រែប្រាំងវស្សាកាន់តែកើនឡើងដោយសារមានប្រព័ន្ធស្រោចស្រពធារាសាស្ត្រធានាបាននូវការផ្គត់ផ្គង់ទឹកផ្ទៃដីកសិកម្មសរុបមានចំនួន 118,637 ហិកតាក្នុងនោះបានចែកចែងជាផ្ទៃដីស្រូវវស្សាមានចំនួន 13431 ហិកតាទិន្នផលគិតជាមធ្យមមានចំនួន 3.50 តោនក្នុង1ហិកតាផ្ទៃដីស្រូវប្រាំង 6,010 ហិកតាទិន្នផលគិតជាមធ្យមមានចំនួន 3.805 តោនក្នុង1ហិកតាបច្ចុប្បន្ននេះចំនួនផ្ទៃដីស្រូវប្រាំងបានកើនជាលំដាប់ដោយប្រជាកសិករមើលឃើញពីលទ្ធភាពគ្រប់គ្រាន់ក្នុងការអនុវត្តធ្វើស្រែប្រាំងទទួលបាននូវទិន្នផលខ្ពស់
ដោយសារសក្តានុពលខាងវិស័យកសិកម្មនេះហើយដែលខេត្តអាចនាំចេញផលិតផលស្រូវចំនួន 177,258 តោនអង្គរ 113,445 តោនក្នុងមួយឆ្នាំ2010ទៅ2011កន្លងមកនេះក្រៅពីនេះមានផ្ទៃដីសម្រាប់ដំណាំបន្តបន្សំដំណាំកសិឧស្សាហកម្មមានចំនួន 9,196 ហិកតា គឺដំឡូងមីពោតសណ្តែកអំពៅពិសេសគឺកៅស៊ូដែលក្រុមហ៊ុននានាបានបោះទុនក្នុងការវិនិយោគចំពោះវិស័យជលផលខេត្តពោធិ៍សាត់ចូលចំណាត់ថ្នាក់ខេត្តដែលសម្បូរត្រីដោយសារភូមិសាស្ត្រជាប់បឹងទន្លេសាបមានស្ទឹងព្រែកបឹងបួរជាច្រើនសរុបតែដីឡូនេសាទដែលបានរក្សាទុកជាកន្លែងអភិរក្សជលផលមានទំហំ 1,950 ហិកតា ស្មើនឹង 44.7% និងកាត់ជូនប្រជាពលរដ្ឋធ្វើនេសាទជាលក្ខណៈគ្រួសារមានទំហំសរុប 13,898 ហិកតា ស្មើនឹង 55.93%ក្រៅពីនោះផ្នែកវារីវប្បកម្មទឹកសាបមានការកើនឡើងដោយសារចិញ្ចឹមត្រីតាមស្រែតាមបែររបស់ប្រជាពលរដ្ឋផ្ទាល់ក្រោមការជួយជ្រោមជ្រែងរបស់រដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិលកត្តាសំខាន់ដែលជាសក្តានុពលសម្រាប់វិនិយោគលើវិស័យជលផលនាពេលអនាគតគឺការអនុវត្តវារីវប្បកម្មស្រះជម្រកត្រីព្រៃលិចទឹកនិងអតីតឡូនេសាទដែលរក្សាទុកជាកន្លែងអភិរក្សជលផលដើម្បីធានាធនធានជលផលកើនឡើងវិញដោយសារលក្ខណៈភូមិសាស្ត្រមានតំបន់ខ្ពង់រាបនិងព្រៃភ្នំខេត្តពោធិ៍សាត់មានព្រៃឈើលាតសន្ធឹងតាមជួរភ្នំក្រវាញដែលមានផ្ទៃដីគម្របព្រៃឈើសរុបមានចំនួន 889,238 ហិកតាគិតត្រឹមឆ្នាំ 2012 ក្នុងនោះរួមមានស្រុកបាកាន 54,158 ហិកតា ស្រុកក្រគរ 80,044 ហិកតា ស្រុកភ្នំក្រវាញ 26,258 ហិកតា ក្រុងពោធិ៍សាត់ 38,441 ហិកតា និងស្រុកវាវែង 4,2537 ហិកតា ដោយទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលកម្ពុជាក្រុមហ៊ុនជាច្រើនបានទំនាក់ទំនងជាមួយនឹងក្រសួងជំនាញធ្វើការវិនិយោគលើផ្ទៃដីសម្បត្តិសេដ្ឋកិច្ចក្នុងមុខព្រួយពង្រីកដាំដំណាំកសិឧស្សាហកម្មដូចជាដាំដំណាំដំឡូងមីដំណាំឈើអាកាសយ៉ាឈើហូបផ្លែចិញ្ចឹមត្រីនិងសត្វឡាក់ក្នុងនោះមានក្រុមហ៊ុនអភិវឌ្ឍរតនាវិសាលក្រុមហ៊ុន PP Mix ក្រុមហ៊ុន MDS ក្រុមហ៊ុនតូចហ៊ីវក្រុមហ៊ុនទាំងអស់បានធ្វើការវិនិយោគនៅទីតាំងស្រុកក្រគរស្រុកភ្នំក្រវាញក្រុងពោធិ៍សាត់នៅឃុំអលង្រៀបឃុំប្រម៉ោយឃុំថ្មដានៃស្រុកវាវែងវិស័យហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងពោធិ៍សាត់បានរីកលូតលាស់យ៉ាងឆាប់រហ័សដើម្បីតភ្ជាប់ពីក្រុងទៅជនបទធានាបានក្នុងការដឹកជញ្ជូនធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ 5 ពីចំណុចក្រុងពោធិ៍សាត់ទៅភ្នំពេញមានប្រវែង 186 គីឡូម៉ែត្រផ្លូវដែកវិញមានប្រវែង 166 គីឡូម៉ែត្រដែលបច្ចុប្បន្នរដ្ឋាភិបាលវិនិយោគឲ្យឯកជនបណ្ដាញគមនាគមន៍ក្នុងខេត្តត្រូវបានពង្រីកនិងសម្រួលបានល្អប្រសើរក្នុងនោះយើងមានចំណតរថយន្តចំនួន 4 កន្លែងចំណតរថយន្តក្រុងពោធិ៍សាត់ចំណតរថយន្តស្រុកក្រគរចំណតរថយន្តស្រុកបាកានចំណតរថយន្តស្រុកភ្នំក្រវាញផ្លូវលំជនបទសំខាន់បានកែសម្រួលពីផ្លូវដីសមកគ្រូក្រហមពីគ្រូក្រហមមកក្រាកៅស៊ូដែលកាលពីជាង20ឆ្នាំមុនផ្លូវខ្លះគ្រាន់តែជាផ្លូវរទេះគោតែប៉ុណ្ណោះចាប់តាំងពីឆ្នាំ 2011 នេះតទៅផ្លូវជនបទសំខាន់តាមបណ្ដាស្រុកបាននឹងកំពុងក្រាកៅស៊ូដោយពង្រីកបន្ថែមតាមយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលធនធានទឹកនិងប្រព័ន្ធធារាសាស្ត្រដោយមានស្ទឹងមេជាប្រភពទឹកខេត្តពោធិ៍សាត់បានក្លាយជាចំណុចគោលដៅរបស់រាជរដ្ឋាភិបាលនៅក្នុងការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រខ្នាតធំមធ្យមនិងតូចដែលមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រែប្រជាកសិករទាំងប្រាំងវស្សាដោយប្រសិទ្ធភាពខ្ពស់នោះគឺទំនប់ចារឹកដែលស្ថិតនៅក្នុងឃុំស្យាស្រុកកណ្ដៀងទំនប់ដំណាក់អំពិលស្ថិតក្នុងសង្កាត់លោកសក្រុងពោធិ៍សាត់ដែលជាប្រព័ន្ធធារាសាស្ត្រខ្នាតធំស្ទាក់ទឹកស្ទឹងពោធិ៍សាត់ចែកចាយតាមប្រឡាយមេសំខាន់រហូតដល់ទូទាំងស្រុកបាកានដែលមានប្រព័ន្ធប្រឡាយទឹកផ្គត់ផ្គង់ស្ទឹងស្វាយអ៊ុនកែវសម្រាប់ក្នុងរដូវប្រាំងទៀតផងជាមួយគ្នានេះប្រព័ន្ធធារាសាស្ត្រខ្នាតតូចមានរហូតទៅដល់19កន្លែងធានាបានក្នុងការស្រោចស្រពលើផ្ទៃដីចំនួន 15,147 ហិកតាស្ថិតនៅក្នុងឃុំសង្កាត់ចំនួន 27 គឺឃុំរំលេចខ្នាតតតឹងក្បាលត្រាចស្វាយអ៊ុនកែវ
ឈើទុំអន្សាចំបក់មេទឹកកោះជុំថ្នោតជុំស្នាអន្សាចម្រើនផលលលោកសប្រងិលកំពង់ពោស្វាយសកណ្ដៀងអូសណ្ដាន់ផ្ទះព្រៃព្រៃញីអូតាប៉ៅសន្ត្រែបឹងកន្ទួតស្យាឃុំវាលឃុំលៀកត្រពាំងចងស្នាមព្រះនិងនៅក្នុងស្រុកចំនួន5គឺស្រុកបាកានស្រុកកណ្ដៀងស្រុកកកោស្រុកភ្នំក្រវាញនិងក្រុងពោធិ៍សាត់ដោយឡែកទំនប់បង្ហៀនិងស្ថានីយបូមទឹកក៏បានដើរតួនាទីយ៉ាងសំខាន់សម្រាប់បម្រើឲ្យស្រូវប្រាំងវស្សាដែលក្នុងនោះមាននៅស្រុកបាកានក្រកោក្រុងពោធិ៍សាត់និងស្រុកភ្នំក្រវាញសក្តានុពលសម្រាប់ជាគន្លឹះធ្វើឲ្យសេដ្ឋកិច្ចនិងកិច្ចអភិវឌ្ឍឈានឡើងសម្រាប់ខេត្តពោធិ៍សាត់ត្រូវបានប្រមុខដឹកនាំនៃរដ្ឋាភិបាលកម្ពុជាកំណត់ច្បាស់ថាតំបន់វាលវែងនៃជួរភ្នំក្រវាញគឺជាធំអាគុយសម្រាប់ប្រទេសជាតិនោះគឺប្រភពធម្មពលអគ្គិសនីដែលបច្ចុប្បន្ននេះវារីអគ្គិសនីស្ទឹងអាតៃកំពុងស្ថាបនាសាងសង់ជិតរួចរាល់ហើយដាក់ឲ្យដំណើរការនៅពេលឆាប់ខាងមុខនេះគឺមានទីតាំងនៅឃុំអូសោមស្រុកវាលវែងវារីអគ្គិសនីស្ទឹងអាតៃនេះមានខ្សែបណ្ដាញបញ្ជូនពីអនុស្ថានីយ៍អូសោមមកអនុស្ថានីយ៍រលៀបនិងពីអនុស្ថានីយ៍បាត់ដំបងទៅអនុស្ថានីយ៍រាជធានីភ្នំពេញប្រជាពលរដ្ឋបានអបអរសាទរនិងមោទនភាពក្រៃលែងចំពោះសមិទ្ធផលដ៏ធំធេងនេះរបស់រាជរដ្ឋាភិបាលដែលបានចាប់ដៃវិនិយោគជាមួយក្រុមហ៊ុន CAD ហើយនាពេលអនាគតដ៏ខ្លីនេះសក្តានុពលធម្មពលអគ្គិសនីនឹងពង្រីកបន្ថែមទៀតដោយវិនិយោគជាមួយក្រុមហ៊ុនកូរ៉េកំពុងធ្វើការសិក្សានៅឡើយនោះគឺវារីអគ្គិសនីពោធិ៍សាត់1វារីអគ្គិសនីពោធិ៍សាត់2វារីអគ្គិសនីស្ទឹងមេទឹក2វារីអគ្គិសនីស្ទឹងមេទឹក3ទីតាំងនៃស្ថានីយ៍វារីអគ្គិសនីទាំងអស់នេះស្ថិតនៅស្រុកវាលវែងសក្តានុពលដែលផ្ដើមចេញពីធនធានធម្មជាតិវិញខេត្តពោធិ៍សាត់សម្បូរទៅដោយធនធានរ៉ែជាច្រើនប្រភេទដែលបានកំពុងស្រាវជ្រាវនិងមួយផ្នែកបានធ្វើអាជីវកម្មខ្លះៗមកហើយមានជាអាចរ៉ែលោហៈរ៉ែសំណង់ជាដើមអគិសនីស្ទឹងភ្នំជុំពោអំពីហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍និងទូរគមនាគមន៍និងព័ត៌មានបច្ចុប្បន្ននេះយើងមានបណ្ដាញផ្លូវលំជនបទជាច្រើនសម្រាប់ជាបណ្ដាញដឹកជញ្ជូនកសិផលពីជនបទមកកាន់ទីផ្សារផ្អែកលើកម្មវិធីអភិវឌ្ឍជនបទផ្លូវលំបានត្រូវសាងសង់ថ្មីជួសជុលកែលម្អថែទាំជាលក្ខណៈខូបគិតក្នុងឆ្នាំ2011សម្រេចបាន 51709 ម៉ែត្រគម្រោងអនុវត្តលើកម្មវិធីស្បៀងពលកម្ម WSP ចំនួន21គម្រោងស្មើនឹង20ខ្សែមានប្រវែងសរុប 2563 ម៉ែត្រផ្លូវដីសដែលអនុវត្តដោយកម្មវិធីសាច់ប្រាក់ពលកម្មដែលជាគម្រោងសហការរវាងក្រសួងអភិវឌ្ឍជនបទជាមួយនឹងក្រសួងមហាផ្ទៃមានចំនួន53ខ្សែមានប្រវែងសរុប 8573 ម៉ែត្រសំខាន់ទៀតនោះគឺផ្លូវទៅកាន់ស្រុកវាលវែងដែលជាសរសៃឈាមនៃសេដ្ឋកិច្ចពិសេសថ្មដាជាប់ព្រំប្រទល់ខេត្តត្រាតប្រទេសថៃទិសដៅចំពោះមុខគឺថែទាំនិងជួសជុលផ្លូវក្រាលគ្រូក្រហមប្រវែង 61700 ម៉ែត្រហើយថ្មីនេះគម្រោងកែលម្អផ្លូវជនបទរបស់ក្រសួងអភិវឌ្ឍជនបទក្រោមហិរញ្ញប្បទានរបស់ធនាគារ ADB ក្រាកៅស៊ូខេត្តពោធិ៍សាត់ទទួលបានប្រវែង 40.6 គីឡូម៉ែត្រក្នុងនោះបឹងខ្នាមេទឹក 11.1 គីឡូម៉ែត្របឹងខ្នាតឡូ 20.0 គីឡូម៉ែត្រសំរោងនិងតឡូ 18.3 គីឡូម៉ែត្រត្រពាំងចកនិងផ្ទះរុង 22.4 គីឡូម៉ែត្របឹងកន្ទួតនិងកំពង់ពោ 8.8 គីឡូម៉ែត្រហើយត្រូវបានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញជាអធិបតីភាពដល់ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋាននៅវត្តព្រៃរោងឃុំតាឡូស្រុកបាកានខេត្តពោធិ៍សាត់កាលពីកំឡុងខែវិច្ឆិកាឆ្នាំ2011កន្លងទៅនេះទូរគមនាគមន៍ជាវិស័យមួយកំពុងរីកចម្រើនឥតឈប់ឈរក្នុងយុគសម័យប្រព័ន្ធព័ត៌មានវិទ្យាក្នុងនោះបណ្ដាញបញ្ជូនសញ្ញាខ្សែកាបអុបទិកមាន3ក្រុមហ៊ុនគឺ TC, CFOCC, Midphone ប្រព័ន្ធបញ្ជូនសញ្ញាតាមប្រព័ន្ធ Microwave មានក្រុមហ៊ុនទូរស័ព្ទចល័តលើកលែងតែក្រុមហ៊ុន Midphone ប្រព័ន្ធទូរស័ព្ទអចល័តមាន3ក្រុមហ៊ុនកូរ៉េក្រុមហ៊ុនរដ្ឋ MPTC ក្រុមហ៊ុនវៀតណាមប្រព័ន្ធទូរស័ព្ទចល័តមាន8ក្រុមហ៊ុន Mobitel, Hello, Mphone, Q13, Midphone, Starcell, Beeline, Smart Mobile ប្រព័ន្ធទូរស័ព្ទទាំងនេះមានបម្រើសេវាគ្រប់ដណ្ដប់ទូទាំងខេត្តដែលមាន5ស្រុកនិងក្រុងមួយជាមួយនឹងការរីកចម្រើនវិស័យទូរគមនាគមន៍ប្រព័ន្ធទូរស័ព្ទវិស័យព័ត៌មានប្រព័ន្ធអេឡិចត្រូនិកស
សម័យទំនើបតាមប្រព័ន្ធផ្សព្វផ្សាយវិទ្យុនិងទូរទស្សន៍អ៊ីនធឺណិតឡានៅខេត្តពោធិ៍សាត់មានស្ថានីយ៍ទូរទស្សន៍ជាតិមួយនិងវិទ្យុ FM ជាតិមួយគឺទូរទស្សន៍ជាតិខេត្តពោធិ៍សាត់ប៉ុស្តិ៍លេខ10និងវិទ្យុ FM ជាតិ 98.5 MHz ខេត្តពោធិ៍សាត់មានកម្លាំងផ្សាយ 2 គីឡូវ៉ាត់ផ្សាយគ្រប់ដណ្ដប់ទូទាំងខេត្តនិងតំបន់ស្រុកមួយចំនួនទៀតដែលជាប់ព្រំប្រទល់ខេត្តពោធិ៍សាត់ក្រៅពីនោះមានទូរទស្សន៍វិទ្យុឯកជនជាច្រើនទៀតដូចជាទូរទស្សន៍វិទ្យុបាយ័នវិទ្យុទូរទស្សន៍ប៉ុស្តិ៍លេខ3វិទ្យុទូរទស្សន៍អាស៊ីអាគ្នេយ៍និងទូរទស្សន៍ CTN រីឯទូរទស្សន៍ខ្សែកាបបានបោះទីតាំងបម្រើសេវាជូនអតិថិជននៅទីប្រជុំជនក្រុងពោធិ៍សាត់ទីប្រជុំជនតាមស្រុកមួយចំនួនដូចជាស្រុកក្រគរនិងមានគម្រោងតាមទីប្រជុំជនស្រុកបាកានកណ្ដៀងនិងក្រវ៉ាញនៅពេលខាងមុខនេះរាល់ស្ថានីយ៍វិទ្យុទូរទស្សន៍ឯកជនដែលបោះទីតាំងនៅក្នុងខេត្តពោធិ៍សាត់មានតែវិទ្យុ FM 100.5 នៃប៉ុស្តិ៍លេខ3រាជធានីភ្នំពេញប៉ុណ្ណោះដែលធ្វើកម្មវិធីផ្សាយផ្ទាល់ក្នុងខេត្តក្រៅពីនោះគឺជាស្ថានីយ៍ដែលធ្វើការផ្សាយបន្តពីស្ថានីយ៍ដើមនៅរាជធានីភ្នំពេញប្រជាពលរដ្ឋក៏ដូចជាអតិថិជនជាអាជីវករមានភាពងាយស្រួលក្នុងការធ្វើសេវាកម្មផ្សព្វផ្សាយផលិតផលរបស់ខ្លួននិងពាណិជ្ជកម្មផ្សេងៗហើយក៏មានភាពងាយស្រួលបំផុតក្នុងការទទួលបាននូវព័ត៌មានព្រឹត្តិការណ៍សំខាន់ៗក្នុងប្រទេសនិងអន្តរជាតិការងារកសិកម្មអប់រំសុខាភិបាលនិងចំណេះដឹងសង្គមសាសនាតាមរយៈការស្ដាប់និងទស្សនាតាមប្រព័ន្ធផ្សព្វផ្សាយវិទ្យុនិងទូរទស្សន៍នេះអបតមកំសត់ទីសម្បត្តិថ្មីទឹកដីប្រវត្តិសាស្ត្រនិងលក្ខណៈភូមិសាស្ត្របានផ្ដល់អំណោយផលដល់ខេត្តពោធិ៍សាត់មានទេសភាពដ៏ស្រស់ត្រកាលមានសក្តានុពលនៅក្នុងការអភិរក្សនិងអភិវឌ្ឍឲ្យក្លាយទៅជាតំបន់ទេសចរណ៍ដែលអាចទាក់ទាញភ្ញៀវមកទស្សនាដោយតំបន់នេះជារមណីយដ្ឋានធម្មជាតិដែលកាលពីមុនពុំមាននរណាចាប់អារម្មណ៍និងទៅដល់ឡើយចំពោះរមណីយដ្ឋានប្រវត្តិសាស្ត្រមានតែមួយគត់ដែលមជ្ឈដ្ឋានទូទាំងប្រទេសគោរពទទួលស្គាល់នោះគឺបូជនីយដ្ឋានប្រវត្តិសាស្ត្រអង្គញាឃ្លាំងមឿងដែលស្ថិតនៅភូមិកំពែងស្វាយឃុំស្នាមព្រះស្រុកបាកានមានចម្ងាយ6 គីឡូម៉ែត្រពីក្រុងពោធិ៍សាត់ហើយបច្ចុប្បន្ននេះទីតាំងនេះត្រូវបានអាជ្ញាធរខេត្តធ្វើការអភិវឌ្ឍកែលម្អឲ្យកាន់តែមានការទាក់ទាញដល់ភ្ញៀវនិងប្រជាពលរដ្ឋទូទាំងប្រទេសមកទស្សនាដើម្បីសិក្សាស្វែងយល់និងគោរពបូជានៅវីរភាពរបស់លោកអុកញ៉ារមណីយដ្ឋានធម្មជាតិដែលកំពុងមានការចាប់អារម្មណ៍មានទឹកធ្លាក់អូដាស្ថិតនៅភូមិព្រៃខ្លុងឃុំរកាតស្រុកភ្នំក្រវាញរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ច្រកល្អៀងស្ថិតនៅក្នុងភូមិបំណក់ឃុំឈើទុំស្រុកត្រកូលលំបាក់កំរោយស្ថិតនៅក្នុងភូមិអង្គរងឃុំសំរោងស្រុកភ្នំក្រវាញរមណីយដ្ឋានភ្នំលៀងត្រាចស្ថិតនៅភូមិទូលអណែតឃុំស្វាយសស្រុកកកោរមណីយដ្ឋានភ្នំបាក់ត្រាស្ថិតនៅភូមិបាក់ត្រាឃុំប្រងិលស្រុកភ្នំក្រវាញរមណីយដ្ឋានភ្នំបាយឃ្លះស្ថិតនៅភូមិចោមគៀនឃុំស្នោតជុំស្រុកកកោរមណីយដ្ឋានទំនប់ឈើតោស្ថិតនៅភូមិស្រែពពាយឃុំសន្ត្រែស្រុកភ្នំក្រវាញដែលមានចម្ងាយប្រមាណ30 គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់ហើយក្រៅពីនោះនៅមានសហគមន៍ភូមិអណ្ដែតទឹកស្ថិតនៅក្នុងឃុំកំពង់លួងស្រុកកកោតំបន់បឹងទន្លេសាបមានចម្ងាយប្រមាណ35 គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់រមណីយដ្ឋានធម្មជាតិកែច្នៃកោះថាស្ថិតនៅក្នុងឃុំបាក់ជំចៀនស្រុកភ្នំក្រវាញមានចម្ងាយប្រមាណ17 គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់រមណីយដ្ឋានធម្មជាតិទាំងអស់នេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ទីរទេសចរខេត្តនិងសហគមន៍របស់ប្រជាពលរដ្ឋនៅទីនោះផ្ទាល់សក្តានុពលទេសចរសម្រាប់ធ្វើការអភិវឌ្ឍនាពេលអនាគតមានច្រើននិងសម្បូរបែបនៅតំបន់អេកូទេសចរនៃស្រុកវាវែងអាយុដំខូចសុខាអភិបាលនៃគណៈអភិបាលខេត្តបានមានប្រសាសន៍ថាក្រៅពីទេសចរសក្តានុពលនិងអាទិភាពសម្រាប់អភិវឌ្ឍពេលអនាគតមានវិស័យកសិកម្មធនធានទឹកឧស្សាហកម្មពាណិជ្ជកម្មហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពាននិងប្រព័ន្ធព័ត៌មានឡានសក្តានុពលរបស់ខេត្តពោធិ៍សាត់ចំពោះមុខបច្ចុប្បន្ននេះក៏ដូចជាទៅអនាគតគឺមានវិស័យសំខាន់មួយចំនួនដែលយើងកំពុងតែចាប់អារម្មណ៍និងយកចិត្តទុកដាក់ទី1គឺវិស័យកសិកម្មតែសម្រាប់នេះគឺជាសក្តានុពលមួយពេលបិទតែខេត្តពោធិ៍សាត់មានផ្ទៃដីមិនច្រើនពេកទេប៉ុន្តែលទ្ធភាពនៃការធ្វើវិស័យកសិកម្មនេះគឺ
អាចនឹងមានលទ្ធផលល្អច្រើនជាពិសេសគឺវិស័យស្រូវស្រែដែលបច្ចុប្បន្ននេះគឺខេត្តមានដល់រហូតដល់ទៅ100 ton តាជាងដែលបច្ចុប្បន្នយើងកំពុងតែអនុវត្តនៅតាមគម្រោងផែនការរបស់ក្រសួងកសិកម្មក៏ដូចជាគោលការណ៍សំខាន់ៗរបស់រដ្ឋាភិបាលដែលតម្រង់ទិសធ្វើយ៉ាងណាដើម្បីនឹងអាចផលិតស្រូវនេះឲ្យបានកាន់តែច្រើនឡើងពិសេសការផលិតអង្ករដើម្បីនាំចេញដែលបច្ចុប្បន្ននេះគឺខេត្តពោធិ៍សាត់អាចផលិតស្រូវបានក្នុងមួយឆ្នាំជាមធ្យមគឺ30,000 តោនដែលក្នុងនេះគឺថាការទុកការហូបចុករបស់ប្រជាពលរដ្ឋនិងការប្រើប្រាស់ផ្សេងៗប្រមាណជា14,000 តោនហើយសល់ពីនេះប្រហែលជា16,000 តោនទៀតគឺយើងសម្រាប់នាំចេញហើយការនាំចេញកន្លងមកនេះគឺភាគច្រើនគឺយើងនាំស្រូវចេញនាំទៅប្រទេសវៀតណាមក៏ដូចជាទៅប្រទេសថៃដែលមានឈ្មួញដែលមានអ្នកដែលទិញបន្តទៅដល់ប្រទេសទាំងពីរនេះតាមគោលនយោបាយរបស់រដ្ឋាភិបាលបច្ចុប្បន្ននេះគឺយើងនឹងមានគម្រោងដើម្បីជំរុញដល់ការវិនិយោគក្នុងការផលិតអង្ករពេលដែលយើងផលិតបានជាស្រូវហើយគឺយើងធ្វើជាអង្ករដើម្បីនាំចេញវិញហើយការនាំអង្ករចេញនេះគឺជាលទ្ធភាពមួយដែលអាចបង្កលក្ខណៈនូវភាពការចំណេញផ្នែកចំណូលថវិកាដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តពោធិ៍សាត់ដែលនិយមរបបកសិកម្មនេះទន្ទឹមនេះដែរក្រៅពីវិស័យស្រូវស្រែនេះខេត្តពោធិ៍សាត់យើងក៏មានដំណាំរួមផ្សំផ្សេងៗទៀតជាចាំបាច់ដូចជាដំឡូងមីដូចជាពោតដូចជាល្ងដូចជាសណ្តែកជាដើមឡាស់ដែលយើងអាចនឹងផលិតបានក្នុងការនាំចេញដែរហើយទន្ទឹមនេះគឺដើម្បីជំរុញដល់វិស័យកសិកម្មនេះកាន់តែល្អប្រសើរឡើងគឺយើងកសាងនូវប្រព័ន្ធធារាសាស្ត្រដែលកន្លងមកនេះគឺជាអំណោយជាគោលនយោបាយរបស់រដ្ឋាភិបាលក៏ដូចជាក្រសួងធនធានទឹកបានផ្ដល់នូវឱកាសដល់វិសេសវិសាលសម្រាប់ខេត្តពោធិ៍សាត់នេះដែលបានកសាងឡើងនូវប្រព័ន្ធធារាសាស្ត្រនៅគ្រប់ទីកន្លែងទាំងអស់នៅក្នុងខេត្តពោធិ៍សាត់ដែលក្រសួងធនធានទឹកលោកបានរៀបចំនិងបានធ្វើគម្រោងជាបន្តបន្ទាប់ដែលបច្ចុប្បន្ននេះកំពុងតែស្ដារនិងពង្រីកឡើងនៅប្រព័ន្ធធារាសាស្ត្រដែលមានស្រាប់ផងហើយនឹងកសាងនៅអាងទឹកធំក្នុងការទប់ស្ទាក់ទឹកដើម្បីអាចឲ្យប្រជាពលរដ្ឋមានលទ្ធភាពក្នុងការប្រើប្រាស់ពិសេសគឺថាក្នុងរដូវធ្វើស្រែរដូវប្រាំងព្រោះថាសប្តាហ៍នេះប្រជាពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់គឺមានការរីកចម្រើនច្រើនដែលពីមុនមកគ្មានបណ្ណាធ្វើស្រែប្រាំងនេះបណ្ណាស្គាល់ស្រែប្រាំងមិនទេបើឥឡូវនេះគឺថាប្រជាពលរដ្ឋខេត្តពោធិ៍សាត់ពិសេសគឺនៅស្រុកបកានគឺថាបានធ្វើស្រែប្រាំងនេះស្រែក្នុងការរដូវនេះជាច្រើនគឺថារហូតដល់រាប់ម៉ឺនហិកតាទន្ទឹមនេះដែរគឺថាក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធពិសេសគឺផ្លូវលំជនបទគឺសម័យនេះតាមគោលនយោបាយរដ្ឋាភិបាលក៏ដូចជាអនុសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនគឺយើងកំពុងតែជំរុញអនុវត្តនៅការកសាងផ្លូវលំជនបទជា90ដែលឆ្នាំកន្លងមកនេះគឺសម្ដេចបានដល់ឲ្យខេត្តពោធិ៍សាត់នៅផ្លូវលំជាចាក់កស៊ូហ្នឹងគឺចំនួនជាង90 គីឡូម៉ែត្រដែលកំពុងតែអនុវត្តបច្ចុប្បន្ននេះទន្ទឹមនេះដែរក្នុងវិស័យឧស្សាហកម្មដែលក្នុងនេះគឺសកលធ្ងន់ទៅលើអគ្គិសនីដែលកន្លងមកនេះតាមប្រសាសន៍ទៅជាអនុសាសន៍របស់សម្ដេចបានតែងតែបានលើកឡើងឲ្យថាខេត្តពោធិ៍សាត់នឹងទៅជាធនអគុយរបស់ប្រទេសកម្ពុជារបស់យើងនេះដោយសារខេត្តពោធិ៍សាត់គឺជាតំបន់ដែលសម្បូរព្រៃភ្នំហើយដែលអាចនឹងមានលទ្ធភាពក្នុងការទប់ក្នុងការធ្វើជាប្រព័ន្ធធារាសាស្ត្រផងហើយធ្វើជាប្រព័ន្ធ
វិរិយអគ្គិសនីផងតែក្នុងនេះគឺកន្លងមកនេះយើងកំពុងតែកសាងគឺវិរិយអគ្គិសនីនៅអាតៃវិរិយអគ្គិសនីនៅអាតៃនេះគឺនឹងកសាងឲ្យនៅឆ្នាំចុងឆ្នាំ2012នេះដែលនឹងត្រូវដាក់ដំណើរការឲ្យទន្ទឹមនឹងដែរប្រព័ន្ធខ្សែអគ្គិសនីបានកសាងឲ្យដែរគឺប្រព័ន្ធខ្សែកាបអូតង់ស្យុងដែលបានអនុវត្តនៅបានប្រើប្រាស់ជាបណ្ដាហើយអាចតភ្ជាប់ពីខេត្តពោធិ៍សាត់ទៅនឹងបណ្ដាខេត្តទាំងអស់នៅក្នុងប្រទេសកម្ពុជារបស់យើងដូចជាទៅកំពង់ឆ្នាំងទៅភ្នំពេញទៅបាត់ដំបងទៅបណ្ដាខេត្តប្រទេសទៀតដែលជាប្រព័ន្ធទំនាក់ទំនងផ្នែកអគ្គិសនីនេះយ៉ាងស្អេកស្កះនៅក្នុងប្រទេសកម្ពុជារបស់យើងហើយសង្ឃឹមថានៅពេលអនាគតក្នុងឆ្នាំចន្លោះពី2013ដល់2015ខេត្តពោធិ៍សាត់នឹងមានអគ្គិសនីប្រើដែលអាចនឹងឆ្លើយតបនឹងសំណុំពរត្រូវការរបស់ប្រជាពលរដ្ឋហើយនឹងភ្លើងដែលត្រូវបញ្ជូនទៅបណ្ដាខេត្តក្រៅនឹងទៅរដ្ឋធានីភ្នំពេញថែមទៀតហើយជាមួយនេះដែរខ្ញុំក៏មានការចាប់អារម្មណ៍ដែរថាយើងក៏មានវិស័យដទៃជាច្រើនទៀតដែលកំពុងតែជំរុញនិងអភិវឌ្ឍនៅក្នុងខេត្តពោធិ៍សាត់នេះដែលក្រោមការដឹកនាំក្រោមការជំនួយការរបស់រាជរដ្ឋាភិបាលយើងបច្ចុប្បន្ននេះយើងកំពុងតែដំណើរការទៅប្រកបដោយនិរន្តរភាពនិងដោយមានការជំនឿទុកចិត្តពីប្រជាពលរដ្ឋក៏ដូចជាការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលធ្វើឲ្យគ្រប់វិស័យទាំងអស់របស់ខេត្តពោធិ៍សាត់យើងកំពុងតែមានការវិវត្តនិងការរីកចម្រើនថ្នាក់ដឹកនាំខេត្តក្រុមប្រឹក្សាខេត្តគណៈអភិបាលខេត្តស្រុកក្រុងមន្ត្រីរាជការប្រជាពលរដ្ឋទូទាំងខេត្តមានមោទនភាពក្រៃលែងចំពោះសមិទ្ធផលនានាដែលបានកើតឡើងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាលើទឹកដីខេត្តពោធិ៍សាត់ក៏ដូចទូទាំងប្រទេសនិងនៅតែមានជំនឿជឿជាក់ដ៏រឹងមាំលើការដឹកនាំដ៏ឈ្លាសវៃនៃប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដឹកនាំនិងសូមស្វាគមន៍ជានិច្ចនៅការអញ្ជើញមកដល់លើទឹកដីខេត្តពោធិ៍សាត់ចំពោះវិនិយោគិនធុរជននានាដែលមានបំណងចង់ធ្វើការវិនិយោគទាំងវិនិយោគសាធារណៈនិងវិនិយោគឯកជនបង្វិលទុនគ្រប់វិស័យដែលជាទឹកដីមាសពិតប្រាកដរបស់ខេត្តពោធិ៍សាត់សាងអនុសាស